បុប្ផានិទានសូមជូនរឿងកំឡោះទីក្រុងឡុងស្នេហ៍ក្រមុំជនបទនៅក្នុងភូមិតូចមួយមានផ្ទះឈើមួយដែលព័ទ្ធជុំវិញដោយដើមឈើនិងសួនផ្កាម្លិះក្រអូបនៅទីនោះមានក្មេងស្រីម្នាក់ឈ្មោះអេលីដែលរស់នៅជាមួយម្ដាយរបស់នាងអេលីជាក្មេងស្រីស្អាតមានភ្នែកភ្លឺថ្លានិងស្នាមញញឹមទន់ភ្លន់ដែលធ្វើឲ្យមនុស្សនៅជុំវិញខ្លួននាងមានអារម្មណ៍កក់ក្ដៅរៀងរាល់ព្រឹកអេលីតែងតែជួយម្ដាយថែសួនផ្កាពេលខ្លះនាងយកផ្កាម្លិះទៅលក់នៅផ្សារតូចក្នុងភូមិទោះជាជីវិតមិនសូវសម្បូរបែបក៏ដោយប៉ុន្តែនាងរស់នៅដោយសុភមង្គលនិងក្តីសង្ឃឹមថ្ងៃមួយនៅពេលអេលីកំពុងរៀបផ្កាម្លិះនៅតុតូចមុខផ្សារមានយុវជនម្នាក់ដើរឆ្លងកាត់គាត់មានរូបរាងសង្ហាស្លៀកពាក់សាមញ្ញប៉ុន្តែមានអារម្មណ៍ស្ងប់ស្ងាត់និងអំណោយផលឈ្មោះរបស់គាត់គឺតារាឈប់មើលផ្កាម្លិះនៅលើតុរបស់អេលីហើយញញឹមស្រាលរួចក៏សួរទៅអេលីថាផ្កាម្លិះទាំងនេះក្រអូបណាស់តើអ្នកដាំវាដោយខ្លួនឯងមែនទេអេលីញញឹមតិចហើយឆ្លើយថាចាខ្ញុំជួយម្ដាយខ្ញុំដាំវាជាសួនតូចនៅខាងក្រោយផ្ទះរបស់ខ្ញុំចាប់ពីថ្ងៃនោះមកតារាតែងតែឆ្លងកាត់ផ្សារនោះជាញឹកញាប់ពេលខ្លះគាត់ទិញផ្កាម្លិះមួយកញ្ចប់តែពេលខ្លះគាត់គ្រាន់តែឈប់និយាយលេងជាមួយអេលីបន្តិចម្ដងពួកគេបានស្គាល់គ្នាកាន់តែច្រើនអេលីដឹងថាតារាជាមនុស្សសុភាពនិងចូលចិត្តធម្មជាតិគាត់ចូលចិត្តដើរលេងតាមវាលស្រែនិងស្ដាប់សំឡេងខ្យល់ឮតាមដើមឈើថ្ងៃមួយតារាបាននិយាយថាអេលីតើខ្ញុំអាចទៅមើលសួនផ្កាម្លិះនៅផ្ទះអ្នកបានទេអេលីខ្លាចបន្តិចប៉ុន្តែនាងក៏យល់ព្រមល្ងាចថ្ងៃនោះព្រះអាទិត្យកំពុងលិចនៅពីក្រោយវាលស្រែពន្លឺពណ៌មាសបំភ្លឺលើផ្លូវតូចដែលនាំទៅផ្ទះអេលីនៅក្នុងសួនមានផ្កាម្លិះជាច្រើនដើមដែលកំពុងចេញក្លិនក្រអូបក្នុងខ្យល់ល្ងាចតារាមើលជុំវិញហើយនិយាយថាទីនេះស្អាតណាស់វាធ្វើឲ្យខ្ញុំមានអារម្មណ៍ស្រស់ស្រាយអេលីញញឹមពេលខ្ញុំមានអារម្មណ៍នឿយហត់ខ្ញុំតែងតែអង្គុយនៅទីនេះហើយមើលព្រះច័ន្ទចាប់ពីថ្ងៃនោះមកតារាតែងតែមកលេងសួនផ្កាម្លិះនោះពួកគេអង្គុយនិយាយគ្នាក្រោមពន្លឺព្រះច័ន្ទពេលខ្លះពួកគេនិយាយអំពីសុបិនរបស់ខ្លួនពេលខ្លះពួកគេគ្រាន់តែស្ងៀមហើយស្ដាប់សំឡេងសត្វយំយូរទៅអារម្មណ៍មួយក៏ចាប់ផ្ដើមលូតលាស់ក្នុងចិត្តរបស់ពួកគេថ្ងៃមួយតារាមិនបានមកផ្សារដូចធម្មតាអេលីអង្គុយរង់ចាំពេញមួយថ្ងៃប៉ុន្តែមិនឃើញគាត់ថ្ងៃបន្ទាប់ក៏ដូចគ្នាចិត្តរបស់អេលីចាប់ផ្ដើមមានអារម្មណ៍ទទេនាងទើបតែដឹងថាការរង់ចាំតារាបានក្លាយជាផ្នែកមួយនៃជីវិតរបស់នាងទៅហើយ3ថ្ងៃក្រោយមកនៅពេលព្រះអាទិត្យកំពុងលិចអេលីបានឮសំឡេងមនុស្សហៅពីមុខផ្ទះអេលីនាងរត់ចេញទៅមើលហើយឃើញតារាកំពុងឈរនៅទីនោះក្នុងដៃគាត់មានប្រអប់តូចមួយតារាក៏និយាយថាសុំទោស
ដែលខ្ញុំបាត់មុខពី3ថ្ងៃខ្ញុំត្រូវទៅធ្វើការងារមួយនៅទីក្រុងអេលីញញឹមស្រាលប៉ុន្តែក្នុងភ្នែកមានសំណើមតិចតារាបើកប្រអប់តូចនោះខាងក្នុងមានខ្សែកដែលមានផ្កាម្លិះតូចធ្វើពីប្រាក់ខ្ញុំឃើញវានៅទីក្រុងហើយខ្ញុំគិតថាវាសមនឹងអ្នកព្រោះផ្កាម្លិះធ្វើឲ្យខ្ញុំនឹកឃើញអ្នករាល់ថ្ងៃអេលីភ្ញាក់ផ្អើលហើយបេះដូងរបស់នាងលោតលឿនអេលីតាំងពីខ្ញុំបានស្គាល់អ្នកជីវិតរបស់ខ្ញុំក៏ដូចជាមានពន្លឺថ្មីខ្ញុំចូលចិត្តពេលដែលយើងអង្គុយក្រោមព្រះច័ន្ទនិងស្ដាប់សំឡេងខ្យល់ជាមួយគ្នាគាត់មើលភ្នែកនាងយ៉ាងទន់ភ្លន់ខ្ញុំគិតថាខ្ញុំបានស្រឡាញ់អ្នកហើយខ្យល់ល្ងាចបក់ស្រាលក្លិនផ្កាម្លិះពេញសួនអេលីមានអារម្មណ៍ថាបេះដូងរបស់នាងកក់ក្ដៅនាងញញឹមហើយនិយាយថាខ្ញុំក៏មានអារម្មណ៍ដូចគ្នាតារាពីថ្ងៃនោះមកសួនផ្កាតូចនោះបានក្លាយជាទីកន្លែងនៃសេចក្តីស្រឡាញ់រៀងរាល់យប់ពួកគេអង្គុយជាមួយគ្នាមើលព្រះច័ន្ទនិងនិយាយអំពីអនាគតហើយក្លិនផ្កាម្លិះក្រអូបនៅក្នុងខ្យល់បានក្លាយជាអនុស្សាវរីយ៍នៃស្នេហាដ៏ផ្អែមល្ហែមដែលមិនអាចភ្លេចបាន